រថយន្ត Mercedes-Benz បុកមនុស្សស្លាប់6នាក់ទាំងកូនក្នុងផ្ទៃយ៉ាងអាណោចអាធមនៅស្រុកមោងរិស័យសមត្ថកិច្ចកំណត់អត្តសញ្ញាណបានហើយនិងកំពុងតែតាមស្រាវជ្រាវរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Mercedes-Benz AMG GT 53 ពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជា CS 6168បានបុករះម៉ូតូ2គ្រឿងពេញទំហឹងបណ្ដាលឲ្យមនុស្ស6នាក់ស្លាប់រួមទាំងកូនក្នុងផ្ទៃយ៉ាងអាណោចអាធមរួចជន់បង្កគេចខ្លួនបាត់សមត្ថកិច្ចស្វែងរកមិនទាន់ឃើញនោះឡើយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី27ខែមីនាឆ្នាំ2026នៅវេលាម៉ោង 22:40 នាទីនៅលើផ្លូវជាតិលេខ 5 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 246-247 នៅត្រង់ចំណុចក្រមទី12ភូមិកកោះឃុំកកោះស្រុកមោងរិស័យខេត្តបាត់ដំបងយោងទៅតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថាកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាក Mercedes-Benz AMG GT 53ប្រភេទគ្រួសារពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជា CS 6168អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបើកបរមកដល់ទិសដៅខាងភ្នំពេញទិសដៅខាងត្បូងឆ្ពោះទៅទិសដៅបាត់ដំបងទិសដៅខាងជើងលុះមកដល់ចំណុចកាត់ហេតុខាងលើបានបុកម៉ូតូពីក្រោយចំនួន2គ្រឿងលើកន្លងផ្លូវម៉ូតូទី1ម៉ាក Honda Dream ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង 1X2105 អ្នកបើកបរឈ្មោះបុកស៊ីណាភេទប្រុសអាយុ32ឆ្នាំរស់នៅភូមិកកោះឃុំកកោះស្រុកមោងរិស័យខេត្តបាត់ដំបងបានស្លាប់និងអ្នករួមដំណើរចំនួន2នាក់ទៀតទី1ឈ្មោះមែន3នាងភេទស្រីអាយុ10ឆ្នាំរស់នៅភូមិកកោះឃុំកកោះស្រុកមោងរិស័យខេត្តបាត់ដំបងបានស្លាប់និងទី2ឈ្មោះមែនសុកមានភេទប្រុសអាយុ7ឆ្នាំរស់នៅភូមិកកោះឃុំកកោះស្រុកមោងរិស័យខេត្តបាត់ដំបងរងរបួសធ្ងន់បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងរិស័យម៉ូតូទី2ម៉ាក Honda Dream ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង 1S1965 អ្នកបើកបរមានឈ្មោះសួនធានីភេទប្រុសអាយុ50ឆ្នាំរស់នៅភូមិកកោះឃុំកកោះស្រុកមោងរិស័យខេត្តបាត់ដំបងស្លាប់និងអ្នករួមដំណើរចំនួន2នាក់ទៀតមួយឈ្មោះវុតស្រីជាភេទស្រីអាយុ43ឆ្នាំរស់នៅភូមិកកោះឃុំកកោះស្រុកមោងរិស័យខេត្តបាត់ដំបងស្លាប់និងទី2ឈ្មោះច័ន្ទចៅភេទប្រុសអាយុ7ឆ្នាំរស់នៅភូមិកកោះឃុំកកោះស្រុកមោងរិស័យខេត្តបាត់ដំបងបានស្លាប់ដែលកំពុងតែបើកបរស្របទៅគ្នាតាមការពិនិត្យកន្លែងកើតហេតុកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកមោងរិស័យបានបញ្ជាក់ឲ្យដឹងថារថយន្តបើកបរនៅក្នុងទិសដៅពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងនៅក្នុងល្បឿនលឿនពេលដែលមកដល់ចំណុចកើតហេតុខាងលើបានបុកពីក្រោយម៉ូតូចំនួន2គ្រឿងដែលបើកបរនៅក្នុងទិសដៅស្របគ្នាពេញទំហឹងតែម្ដងបច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកជនបង្កនិងបានយកមធ្យោបាយបង្កនិងវត្ថុតាងទៅរក្សាទុកនៅឯការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ចំណែកឯឯកសារជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីសមត្ថកិច្ចបង្ហាញអត្តសញ្ញាណម្ចាស់រថយន្ត Mercedes-Benz AMG GT 53ពាក់ស្លាកលេខកម្ពុជា CS 6168ឈ្មោះសៀវចៃសិតអាយុ20ឆ្នាំមានស្រុកកំណើតនៅឃុំប៉ោយប៉ែតស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនិងមានទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ17ផ្លូវ12ភូមិព្រែកតាគង់1សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យប៉ុន្តែសមត្ថកិច្ចកំពុងកោះហៅដើម្បីមិនទាន់ដឹងថាបុគ្គលនេះជាអ្នកបើកបរផ្ទាល់ឬអ្នកផ្សេង